misinformation. Whether it's misinformation, disinformation, or សូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប្រាក់ចន្ទថុលមកពី Kiri Post ថ្ងៃនេះខ្ញុំបាទនឹងនាំអ្នកទាំងអស់គ្នាមកជួបលោកស្រីអេងចន្ទឌីនាយិកាប្រតិបត្តិនៃអង្គការ GETSI ជាពាក្យកាត់ជាភាសាអង់គ្លេសហើយពាក្យខ្មែរមានន័យថាជាអង្គការ Gender និងអភិវឌ្ឍដើម្បីកម្ពុជាអង្គការនេះបង្កើតនៅឆ្នាំ1997ហើយមានបេសកកម្មដើម្បីលើកកម្ពស់ Gender ក្នុងដំណើរការសង្គមសេដ្ឋកិច្ចនិងនយោបាយសូមចន្ទឌីជួយណែនាំទៅទស្សនិកជនរបស់យើងបានទេបាទសូមអញ្ជើញជំរាបសួរនាងខ្ញុំឈ្មោះអេងចន្ទឌីជាដូចខាងបងគាត់បានលើកឡើងអញ្ចឹងជានាយិកាប្រតិបត្តិរបស់អង្គការ Gender និងអភិវឌ្ឍដើម្បីកម្ពុជាអញ្ចឹងសូមអរគុណចន្ទឌីសម្រាប់ពេលវេលាជាមួយ Kiri Post Podcast អញ្ចឹងកិច្ចពិភាក្សារបស់យើងគឺនិយាយអំពី Gender និងបញ្ហាព័ត៌មានតាក់ទងនឹងការផ្សាយព័ត៌មានមិនត្រឹមត្រូវព័ត៌មានមិនពិតនិងព័ត៌មានคล้ายៗអញ្ចឹងណាអញ្ចឹងនៅពេលដែលមានព័ត៌មាន disinformation and misinformation អំពី gender អញ្ចឹងតើអ្នកណាគេទទួលផលប្រយោជន៍ពីការចែករំលែកព័ត៌មានទាំងនេះចាអញ្ចឹងយើងត្រូវសួរខ្លួនឯងសិនថាយើងរាល់ថ្ងៃហ្នឹងទទួលបានព័ត៌មានคล้ายៗទាំងអស់ហ្នឹងពីណាមកអញ្ចឹងទាំងអស់ហ្នឹងនៅពេលដែលយើងនិយាយថានរណាមានផលប្រយោជន៍ពីក្រោយហ្នឹងខ្ញុំគិតថាយើងគួរតែសួរតាក់ទងជាមួយនឹងរឿងថាតើយើងទទួលបានព័ត៌មានពីណាមកហើយនឹងមួយទៀតតើព័ត៌មានទាំងអស់ហ្នឹងចែកចាយដោយអ្នកណានៅក្នុង semantic មួយណាអញ្ចឹងឧទាហរណ៍ថា gender មានតែពីរប្រុសហើយស្រីអាហ្នឹងវា misinfo ដោយសារតែអីអ្នកដែលគាត់សរសេរហ្នឹងគាត់អត់មានចំណេះដឹងគ្រប់គ្រាន់ប៉ុន្តែមានព័ត៌មានមួយចំនួនទៀតគេនិយាយថាក្មេងខ្លះទៅជាអ្នកស្រឡាញ់ភេទដូចគ្នាដោយសារសាលារៀនពេលកើតមកមានតែភេទប្រុសហើយស្រីតែដល់ពេលទៅសាលារៀនអ្នកតងជាមួយនឹងរឿងស្រឡាញ់ភេទដូចគ្នាចាប់ដើមខ្លះទៅជាអ្នកស្រឡាញ់ភេទដូចគ្នាអាព័ត៌មានទាំងអស់ហ្នឹងឯងគេហៅថា disinformation មានន័យថាវាคล้ายៗវាធ្វើឲ្យប៉ះពាល់ទៀតនៅពេលដែលព័ត៌មានហ្នឹងច្រើនទៅសួរថាអ្នកណាដែលមានផលប៉ះពាល់ច្រើនជាងគេគឺក្រុមអ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នាហ្នឹងទទួលរងនៅផលប៉ះពាល់ហើយអ្នកដែលធ្វើការតាក់ទងមួយសិទ្ធិរបស់ពួកគាត់ហ្នឹងឯងរងផលប៉ះពាល់ប៉ុន្តែអ្នកណាដែលបញ្ចេញព័ត៌មានទាំងអស់ហ្នឹងគឺអ្នកដែលគាត់គេហៅនៅក្នុងប្រទេសកម្ពុជារបស់យើងគេប្រើពាក្យមួយថាប្រព័ន្ធបេដាធិបតេយ្យអញ្ចឹងអ្នកដែលគាត់ប្រកាន់យកនៅរបបបេដាធិបតេយ្យអ្នកដែលគាត់ខ្លាចបាត់អំណាចរបស់ពួកគាត់អ្នកដែលគាត់មានអារម្មណ៍ថានៅពេលដែលក្រុមមនុស្សណាមួយទទួលបានផលប្រយោជន៍ច្រើនជាងគាត់ហ្នឹងគាត់បាត់ផលប្រយោជន៍ហ្នឹងហើយគឺជាមនុស្សដែលមានផលប្រយោជន៍ច្រើនជាងគេអញ្ចឹងបងបាននិយាយអំពីអ្នកណាដែលទទួលផលប្រយោជន៍ពីការផ្សព្វផ្សាយព័ត៌មានទាំងនេះអញ្ចឹងបងអាចជួយលើកឡើងអំពីតើផលប៉ះពាល់ហ្នឹងវាមានកម្រិតធំប៉ុណ្ណាដែរនៅក្នុងសង្គមយើងបច្ចុប្បន្ននេះបាទសួរថាផលប៉ះពាល់មានកម្រិតធំប៉ុណ្ណាក្នុងសង្គមរបស់យើងបើសិនជាយើងមើលតាមស្ថិតិរបស់ UNESCO ដែលគាត់ចេញមកថ្មីហ្នឹងឃើញថាស្ត្រីក្មេងស្រីឬក៏កុមារទទួលរងផលប៉ះពាល់នៃអំពើហិង្សាផ្អែកលើ gender តាមព័ន្ធអនឡាញហ្នឹងច្រើនដោយសារតែព័ត៌មានមិនពិតដោយសារតែតាក់ទងជាមួយនឹងការវិវត្តនៃ AI ហើយអត់បានមើលតាក់ទងជាមួយនឹងបញ្ហាគ្រោះថ្នាក់ទៅលើពួកគាត់កុមារអាយុក្មេងរហូតដល់ត្រឹមតែ5ឬក៏6ឆ្នាំត្រូវបាន bully តាមព័ន្ធអនឡាញហើយនៅពេលដែលយើងនិយាយពី gender យើងអត់និយាយតែពីស្ត្រីហើយនិងបុរសទេសូម្បីតែស្ត្រីនិងស្ត្រីក៏មានបញ្ហា gender បុរសនិងបុរសក៏មានបញ្ហា gender បើសិនជាបុរសដែលមានវ័យច្រើនជាមួយនឹងបុរសដែលមានវ័យក្មេងក៏មានបញ្ហា gender នៅក្នុងហ្នឹងឃើញទេអញ្ចឹងហើយទៅបានជាយើងឃើញថាតាក់ទងជាមួយនឹងផលប៉ះពាល់ហ្នឹងគឺមានទំហំធំជាមួយពួកគាត់ដោយសារតែការទទួលបានព័ត៌មានរាល់ថ្ងៃហ្នឹងវាជាការទទួលបានព័ត៌មានបែបអនឡាញបាទអរគុណបងអូនអញ្ចឹងបងបានលើកឡើងអំពីមានចំនួនអ្នកសារព័ត៌មានជាស្ត្រីនៅក្នុងវិស័យសារព័ត៌មានក៏ដូចជាអ្នកអត្ថាធិប្បាយក្នុងវិស័យកីឡាអញ្ចឹងណាអញ្ចឹងវាជាបញ្ហាអញ្ចឹងឥឡូវយើងនិយាយពីបញ្ហាដំណោះស្រាយទៅយើងគួរធ្វើម៉េចដើម្បីឲ្យមានសម្លេងអំពីស្ត្រីនៅក្នុងសារព័ត៌មានក៏ដូចជាទូទស្សន៍ព័ត៌មានផ្សេងទៀតអញ្ចឹងណាបាទសំណួរហ្នឹងជាសំណួរល្អខ្លាំងមែនតើដោយសារតែជាទូទៅតែម្ដងមិនថានៅក្នុងប្រទេសកម្ពុជារបស់យើងប្រទេសណាក៏អញ្ចឹងដែរកំពុងតែព្យាយាមធ្វើម៉េចឲ្យមានចំនួនស្ត្រីនៅក្នុងវិស័យសារព័ត៌មានឲ្យច្រើនជាងមុនប៉ុន្តែដើម្បីធ្វើឲ្យស្ត្រីក្នុងវិស័យសារព័ត៌មានឲ្យវាច្រើនជាងមុនក៏យើងមើលតាក់ទងជាមួយនឹងរឿងវិស័យអប់រំផងដែរប៉ុន្តែដល់ពេលយើងមើលទៅលើទីផ្សារការងារស្ត្រីនៅក្នុងទីផ្សារការងារតាក់ទងជាមួយនឹងរឿងប្រព័ន្ធផ្សព្វផ្សាយនោះតិចហ្មងអញ្ចឹងនៅពេលដែលយើងធ្វើការងារតាក់ទងជាមួយនឹងរឿងដើម្បីជំរុញឲ្យស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះមានការកើនឡើងយើងមិនមែនត្រឹមគ្រាន់តែមើលនៅក្នុងថ្នាក់រៀននៅពេលដែលគាត់ចូលរៀនបានអាហារូបករណ៍ចូលរៀនហើយចប់តែប៉ុណ្្នឹងទេយើងត្រូវមើលពីសមភាពរបស់ពួកគាត់នឹងតាំងពីធ្វើម៉េចឲ្យគាត់អាចចូលរៀននៅនឹងបានណាឲ្យគាត់អាចចូលរៀនបានហើយនៅពេលដែលគាត់រៀនចប់គាត់អាចមានការងារធ្វើបានទៀតហើយនៅពេលដែលគាត់មានការងារធ្វើបានហើយគឺទួនាទីនៃការធ្វើការងាររបស់គាត់នឹងមានច្រើនខ្ពស់ថែមទៀតនៅពេលដែលខ្ញុំនិយាយពីស្ត្រីមិនមែនមានថាស្ត្រីដែលយើងឃើញនៅមុខតែប៉ុណ្្នឹងទេតែស្ត្រីដែលគាត់មានពិការភាពស្ត្រីដែលគាត់ជាជនជាតិដើមភាគតិចស្ត្រីដែលគាត់រស់នៅជាមួយនឹងមេរោគអេដស៍ឬក៏ស្ត្រីដែលគាត់មកពីតំបន់ដាច់ស្រយាលមិនចេះភាសាអង់គ្លេស
ស្ត្រីផ្សេងទៀតដែលយើងមើលឃើញថាគាត់អាចខ្លាចទៅជាអ្នកសារព័ត៌មានបានតែដោយសារតែបញ្ហាឧបសគ្គទាំងអស់ហ្នឹងគាត់អាចខ្លាចជាអ្នកសារព័ត៌មានណាតើអង្គភាពសារព័ត៌មានហ្នឹងទៅធ្វើម៉េចដើម្បីឲ្យគាត់អាចខ្លាចជាអ្នកសារព័ត៌មានបានអញ្ចឹងបញ្ហាថវិកាចំណេះដឹងក៏ដូចជាឱកាសផ្សេងៗហ្នឹងត្រូវតែផ្ដល់ឲ្យពួកគាត់ហ្នឹងឲ្យបានស្មើគ្នាបាទអរគុណអញ្ចឹងយើងបាននិយាយពីបញ្ហាជាទូទៅហើយនឹងដំណោះស្រាយមួយចំនួនដែលដំណោះស្រាយហ្នឹងគឺអាចថាជាការធ្វើការរួមគ្នារវាងវិស័យឯកជនក៏ដូចជាថ្នាក់ដឹកនាំសារព័ត៌មានក៏ដូចរដ្ឋាភិបាលដែរអញ្ចឹងណាដោយប្រមាណដឹកឡើងហ្នឹងគឺមិនមែនគាត់រៀនហើយចេញមកមិនប្រកាសថាបានមានកន្លែងការងារទេយើងដឹងហើយវិស័យសារព័ត៌មានគឺយើងក៏មានបញ្ហាប្រឈមមុខជាច្រើនផ្សេងដែរដូចតាក់ទងនឹងបញ្ហានិរន្តរភាពអញ្ចឹងណាអញ្ចឹងយើងក៏មានកត្តាផ្សេងទៀតដែលប្រឈមមុខដែរអញ្ចឹងសរុបជារួមមកគឺជាបញ្ហាដែលយើងត្រូវធ្វើការមួយគ្នាដើម្បីរកដំណោះស្រាយជារួមបាទចុះឥឡូវយើងសូមសួរអំពីផ្នត់គំនិតចាស់ដែលអំពីស្ត្រីអំពី gender អញ្ចឹងណាបងអូនអាចលើកឡើងពីឧទាហរណ៍មួយចំនួនដែលជាឥទ្ធិពលទៅលើស្ត្រីជារួមក្នុងសង្គមយើងណាហើយបានប៉ះពាល់ដល់ពួកគាត់ហើយអ្វីដែលគួរតែផ្លាស់ប្ដូរបាទយើងអាសាឃើញមីបមួយគេចូលចិត្តនិយាយថាមនុស្សប្រុសនាំមនុស្សស្រីទៅញ៉ាំអីណាឧទាហរណ៍មនុស្សប្រុសនាំមនុស្សស្រីទៅញ៉ាំអីប៉ុន្តែមនុស្សស្រីហ្នឹងចូលចិត្តឆ្លើយថាញ៉ាំអីក៏បានហើយដល់ពេលមនុស្សប្រុសវិញអត់ដឹងថាខ្លួនឯងហ្នឹងត្រូវថាញ៉ាំអីក៏បានហ្នឹងអត់ដឹងអីគេអញ្ចឹងទៅគេធ្វើឲ្យមើលឃើញថាម៉េចបើសិនជាយើងមើលផ្លែហ្នឹងយើងសើចយើងសប្បាយចិត្តអូមានអារម្មណ៍ថារឿងកំ pl ែងតែដល់ពេលវាដដែលទៅស្រាប់តែពេលមានថ្ងៃមួយមានអំពើហិង្សាមួយកើតឡើងឃើញអាហ្នឹងជាផលប៉ះពាល់មួយដែលយើងមើលឃើញថាអាផ្នត់គំនិតមួយដែលត្រូវបានបង្កើតឡើងដដែលថាចរិតរបស់មនុស្សស្រីរបៀបហ្នឹងហើយបានជាត្រូវមនុស្សប្រុសវាយអាហ្នឹងខ្ញុំនិយាយថាតូចមួយណាបងហើយយើងធ្វើអាហ្នឹងរាល់ថ្ងៃហើយមនុស្សយើងគឺមានអាហ្នឹងគេហៅថាការលំអៀងដោយមិនដឹងខ្លួន unconscious bias នៅក្នុងខួរក្បាលរបស់យើងហ្នឹងអូ scroll មកគាត់ឃើញមីបមួយហ្នឹងគាត់តែឃើញវីដេអូមួយហ្នឹងមើលហើយសើចបណ្ដោយសើចហើយភ្លេចគិតថាហេកំពុងតែចូលរួមនៅក្នុងរឿងការធ្វើឲ្យមានគេហៅថា perception រឿង gender អាក្រក់ជាងមុនអញ្ចឹងធ្វើឲ្យខ្លួនឯងហ្នឹងខ្លាចទៅជាជនម្នាក់ដែលបង្កតែទៅជាមួយនឹងបញ្ហា gender ដោយមិនដឹងខ្លួនហើយវាដដែលយូរទៅវាខ្លាចទៅជាការបង្ករឿងរៀងធំមួយឲ្យសង្គមរបស់យើងហ្នឹងទទួលស្គាល់ថានៅពេលដែលបរិសុទ្ធប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីឬក៏ប្រព្រឹត្តអំពើហិង្សាទៅលើអត្តសញ្ញាណ gender ផ្សេងទៀតអ្នកស្រីភេទដូចគ្នាឬក៏អ្នកមានពិការភាពអីហ្នឹងវាជាការទទួលបានដោយសង្គមមានន័យថាសង្គមគឺទទួលស្គាល់ថាដោយសារចរិតរបៀបហ្នឹងបានជាត្រូវរងគ្រោះទៅជាមួយនឹងបញ្ហាទាំងអស់ហ្នឹងអញ្ចឹងបើសួរខ្ញុំថាផ្នត់គំនិតទាំងអស់ហ្នឹងកើតចេញមកពីណាផ្នត់គំនិតទាំងអស់ហ្នឹងគឺកើតចេញមកពីសង្គមរបស់យើងនឹងឯងដែលយើងបានធំធាត់លូតលាស់ឡើងឥឡូវយើងមានបញ្ហាតើយើងរកដំណោះស្រាយយ៉ាងម៉េចចឹងណាចា៎តើតកតងទៅនឹងផ្នត់គំនិតហ្នឹងដើម្បីកែប្រែមនុស្សឲ្យដូរការគិតគឺយើងប្រហែលជាមិនប្រើរយៈពេលលឿនទេមិនចឹងទេតែយើងនឹងប្រើរយៈពេលច្រើនអាចរាប់ឆ្នាំរាប់សិបឆ្នាំរាប់រយឆ្នាំក៏មិនដឹងដែរអញ្ចឹងណាប៉ុន្តែយើងគួរចាប់ផ្ដើមពីពេលណាហើយចាប់ផ្ដើមពីកន្លែងណាមុនគេអរគុណបងបើសួរថាចាប់ផ្ដើមពីពេលណាតាមពិតតែយើងគួរតែចាប់ផ្ដើមយូរហើយយើងបានចាប់ផ្ដើមពីយូរមកហើយដែរចាអញ្ចឹងបើយើងកលេចទៅវិញត្រឡប់ទៅវិញតាក់ទងជាមួយនឹងរឿងថ្នាក់ពិភពលោកណាគឺ CMDG Millennium Development Goal គោលដៅអភិវឌ្ឍសកលវត្សណាបងអញ្ចឹងកម្ពុជារបស់យើងក៏បានចូលដែរប៉ុន្តែវាចាប់ឆ្នាំ2015ហើយដល់ពេលពី2ហ្នឹងមកគេធ្វើគោលដៅប្រកបដោយសកលវត្សដល់2030អញ្ចឹងពី2015រហូតដល់2030ចិត្តដល់2030សល់តើប្រហែលឆ្នាំទៀត5ឆ្នាំទៀតទេតែឥឡូវ2030ហ្នឹងមានគោលដៅមួយនោះធំមែនទែនគោលដៅទី5និយាយពីសមភាព gender ហើយនឹងតើតើជាមួយសមភាព gender នោះគឺមានន័យថាម៉េចសមភាពនោះមានន័យថាធ្វើម៉េចឲ្យវាអាចស្មើគ្នាបានតែឥឡូវបើយើងមើលតើជាមួយនឹងប្រទេសទាំងអស់លើពិភពលោកមានប្រទេសណាដែលមានភាពស្មើគ្នានៅបើយើងមើលពីកម្ពុជារបស់យើងមើលពីសុចនាករដែលយើងបានដាក់ហ្នឹងបានគ្រប់នៅចា៎បាទអរគុណបងអូនហ្នឹងហើយអញ្ចឹងយើងបានដឹងច្រើនពីបងអូនអំពីបញ្ហា gender អញ្ចឹងណានឹងcònដំណោះស្រាយមួយចំនួនដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងមានវ័យចំណាស់ដែរហើយយើងបានឆ្លងកាត់យើងបានឃើញច្រើនបទពិសោធន៍អីចឹងណាអញ្ចឹងយើងគួរតែចាប់ផ្ដើមការអប់រំពីក្មេងសម្រាប់ក្មេងៗឲ្យពួកគាត់ពេលដែលគាត់ grow up ហ្នឹងគឺគាត់ដឹងថាត្រូវមានសមភាព gender មនុស្សមានភាពស្មើគ្នាអញ្ចឹងណាតើបងអូនមានសារអ្វីសម្រាប់យុវជនក៏ដូចជាវិស័យអប់រំអញ្ចឹងណាគួរចាប់ផ្ដើមពីក្មេងឬក៏យ៉ាងម៉េចដែរបាទ
ជាធម្មតានៅពេលដែលយើងចង់ផ្លាស់ប្ដូរផ្នត់គំនិតវាគួរតែចាប់ផ្ដើមពីក្មេងនឹងឯងចាប់ផ្ដើមពីគ្រួសារចាប់ផ្ដើមពីថ្នាក់មត្តេយ្យនឹងទៅតែម្ដងអញ្ចឹងហើយនៅពេលដែលមនុស្សមានការផ្លាស់ប្ដូរផ្នត់គំនិតចាប់ពីក្មេងទៅងាយស្រួលក្នុងការធ្វើការងារពេលដែលគាត់ធំឡើងអញ្ចឹងនៅពេលដែលយើងធ្វើការជាមួយនឹងក្មេងនៅថ្នាក់ក្រោមយើងកុំភ្លេចធ្វើការជាមួយនឹងមនុស្សចាស់ដែលបានផ្ដល់គេហៅថា influence ភាសាអង់គ្លេសហ្នឹងអញ្ចឹងមិនមែនយើងគ្រាន់តែធ្វើការជាមួយនឹងក្មេងទេយើងក៏ធ្វើការជាមួយនឹងមនុស្សចាស់អ្នកដែលអប់រំមកពួកគាត់នឹងដែរដើម្បីឲ្យគាត់នឹងផ្លាស់ប្ដូរផ្នត់គំនិតក្នុងពេលជាមួយគ្នានឹងទើបអាចឲ្យក្មេងនឹងផ្លាស់ប្ដូរផ្នត់គំនិតបានហើយបើសួរថាស្ត្រីវ័យក្មេងរបស់យើងរាល់ថ្ងៃហ្នឹងជួបប្រទះបញ្ហា disinformation ហ្នឹងច្រើនណាស់ច្រើនសួរថាណាវាកើតឡើងដោយសារអីវាសារបញ្ហាព័ត៌មានទាំងអស់ហ្នឹងហើយដោយសារតែយើងមើលឃើញថាក្មេងស្រីមិនគួរត្រូវបានរៀនតាក់ទងជាមួយនឹងរឿងថាមើលមិនដឹងថាប៉ិតមើលមិនដឹងថាមិនប៉ិតអញ្ចឹងអត់មានការចែកចាយតាក់ទងជាមួយនឹងរបៀបនៃការដឹកនាំទាំងអស់ហ្នឹងធ្វើឲ្យពួកគាត់ហ្នឹងខ្លាចតែជាជនរងគ្រោះដូច្នេះហើយសម្រាប់ខ្ញុំបញ្ហានៃការអប់រំវាគួរតែកើតឡើងនៅគ្រប់ដំណាក់កាលទាំងអស់នៃជីវិតបើមើលម្ដងទៀតតាក់ទងជាមួយ disinformation វាគួរឡើងកើតមានតាំងពីនៅក្មេងឡើងណាចាក្មេងធ្វើជាមួយនឹងគាត់របៀបម៉េចស្ត្រីវ័យជំទង់ចំណាស់ធ្វើជាមួយគាត់របៀបម៉េចណាចាអញ្ចឹងវិធីសាស្ត្រនៃការធ្វើរាល់ថ្ងៃហ្នឹងយើងមានប៉ុន្តែវាមិនបានទូលំទូលាយទូទាំងប្រទេសអញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលរាជរដ្ឋាភិបាលក៏ដូចជាអង្គការសង្គមស៊ីវិលនិងដៃគូពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងធ្វើការមួយគ្នាហ្នឹងព្យាយាមមើលតាក់ទងជាមួយនឹងក្រុមគោលដៅផ្សេងៗគ្នាហើយធ្វើវាឲ្យបានទូទាំងប្រទេសទើបអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានចាបាទអរគុណច្រើនបងអូនជាសំណួរចុងក្រោយយើងចង់សរុបមកសង្ខេបជាសារខ្លីថាបងអូនមើលទៅមុខចាប់ពីពេលហ្នឹងទៅតើយ៉ាងម៉េចដែរប្រទេសកម្ពុជាយើងបាទតាក់ទងនឹង gender ហ្នឹងទៅមុខវានឹងកាន់តែល្អវានឹងកាន់តែមិនមានការអភិវឌ្ឍច្រើនឬយ៉ាងម៉េចអីចឹងបងបាទចាអញ្ចឹងសម្រាប់ខ្ញុំមានសុតិធិនិយមសម្រាប់សម្ភារ gender នៅក្នុងប្រទេសកម្ពុជារបស់យើងបើសិនជាយើងមើលតាក់ទងជាមួយនឹងគោលនយោបាយដែលយើងមាននៅពេលបច្ចុប្បន្ននេះអញ្ចឹងយើងព្យាយាមអនុវត្តនៅគោលនយោបាយដែលយើងមានគ្រប់គោលនយោបាយទាំងអស់តាក់ទងជាមួយសម្ភារ gender មិនថានៃរាជរដ្ឋាភិបាលមិនថាណាប់វ៉ាវមិនថាតាក់ទងជាមួយនឹងការលើកកម្ពស់កុមារឬក៏ជនមានពិការភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាឬក៏តាក់ទងជាមួយនឹងរឿងអ្នកដែលគាត់គេហៅថាជនជាតិដើមភាគតិចឬក៏អីទេអញ្ចឹងប្រសិនបើគោលនយោបាយទាំងអស់ហ្នឹងអាចអនុវត្តបានហើយអនុវត្តឲ្យល្អប្រសើរទៅតាមគោលនយោបាយដែលមានខ្ញុំជឿថាសម្ភារ gender នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងរីកចម្រើនហើយល្អទៅថ្ងៃអនាគតចា៎បាទសូមអរគុណច្រើនបងអូនចានីសម្រាប់ពេលវេលាភាសាអំពីបញ្ហា gender នៅកម្ពុជាក៏ដូចជាបរិបទរួមអញ្ចឹងណាហើយខ្ញុំបាទប្រាក់ចន្ទថុលសូមជម្រាបលាហើយសូមទស្សនិកជនទាំងអស់ចូលទៅ Facebook របស់ Kiri Post ដើម្បី Subscribe ក៏ដូច Like យើងមាន Telegram Channel ដែរដើម្បីបងប្អូនចូលទៅអានក៏ដូចជាទស្សនាព័ត៌មានដែលមានគុណភាពនិងដោយឯករាជ្យសូមអរគុណសូមជម្រាបលា